មនុស្សដែលទាមទារភាពឥតខ្ចោះត្រូវបានគេហៅថា perfectionism មកតែទាំងអស់គ្នាថាយើងគឺជាមនុស្សប្រភេទហ្នឹងអត់សញ្ញាទី1គឺរំពឹងទៅលើលទ្ធផលខ្ពស់ហួសហេតុឧទាហរណ៍ដូចជាចាំមើលការងារហ្នឹងខ្ញុំនឹងធ្វើចេញមកបានលទ្ធផលខ្ពស់ជាងគេខ្ញុំនឹងទៅដល់កន្លែងដែលឆ្ងាយជាងគេជួបមនុស្សដែលល្អជាងគេគ្រប់យ៉ាងត្រូវតែ perfect ត្រូវតែឥតខ្ចោះបានសមជាមួយនឹងជីវិតរបស់ខ្ញុំហើយការរំពឹងខ្ពស់ពេកដាក់ស្តង់ដារខ្ពស់ពេកហ្នឹងលទ្ធផលចេញមកបើអត់បានដូចអីដែលខ្លួនពកវគ្គបញ្ចប់គឺគេខ្លួនឯងជាអ្នកអាក់អន់សពុនចិត្តទី2ពេលបានអីអត់ដូចចិត្តជួយចិត្តដាក់សម្ពាធខ្លួនឯងហួសហេតុស្គាល់មនុស្សដែលថាបន្ទុកអាបានដល់ទៅ98ខ្វះតែ2បន្ទុកទៀត100ហើយក៏ប៉ុន្តែធ្វើដូចមានអារម្មណ៍ភ្នំមាលីអីចឹងដោយសារតែពួកគេទទួលយកចំណុចខ្វះខាតតិចតួចរបស់ខ្លួនឯងប៉ុណ្ណឹងអត់បានទេដល់មកចាប់ផ្ដើមហើយបន្ទោសខ្លួនឯងស្ដីឲ្យខ្លួនឯងបញ្ហាដែលយើងមើលឃើញតូចសោះក៏ប៉ុន្តែពួកគេគឺជាបញ្ហាធំធ្វើជាមនុស្សឥតខ្ចោះគឺវាបែបហ្នឹងទទួលយករឿងបរាជ័យតិចតួចអត់បានទី3ពិបាកទទួលយកពាក្យកែលម្អឬមួយក៏ feedback ពីអ្នកដទៃមនុស្សប្រភេទហ្នឹងទទួលយកបានតែពាក្យសរសើរទេពាក្យរិះគន់ទទួលយកអត់បានពាក្យរិះគន់សម្រាប់ពួកគេគឺដូចជាកំបិតដែលចាក់ហើយដកចឹងបង្កទៅជាការឈឺចាប់សម្រាប់ផ្លូវចិត្តពួកគេជាខ្លាំងទី4ជាមនុស្សដែលចូលចិត្តពញាពេកឥឡូវនេះខ្ញុំអត់ទាន់មានលុយគ្រប់គ្រាន់ចឹងមិនបាច់ទាន់គិតរឿងអវស៊ីអីទេអាយុខ្ញុំនៅក្មេងចឹងទៅអាចសល់ពេលវេលាច្រើនទៀតសម្រាប់ខ្ញុំឃើញរបស់ល្អនៅពីមុខហើយដឹងថាខ្លួនឯងអាចរកផលពីវាបានតែអត់ប្រន់ធ្វើអីដើម្បីយករបស់នឹងបានទេនៅគិតថាចាំខ្ញុំមើលរបស់នឹងតិចទៀតសិនចង់ដឹងថាល្អដោយការគិតមែនអត់ស្ដាប់ទៅគឺជាលេសផងគឺជាការពញាពេលផងធ្វើបែបហ្នឹងដោយសារអីដោយសារតែពួកគេខ្លាចថាធ្វើរឿងហ្នឹងអត់បានសម្រេចនៅគិតចោះគិតឡើងគិតយូរអីក៏អាចធ្វើបានដែរប៉ុន្តែដែលមនុស្សយើងត្រូវគិតគូរឲ្យវែងឆ្ងាយក៏ប៉ុន្តែមិនគិតរហូតដល់ត្រូវបង្អាក់ខ្លួនឯងទេការគិតច្រើនពេកធ្វើឲ្យគំនិតយើងវារញ៉េរញ៉ៃវគ្គបញ្ចប់អត់ហ៊ានទី5ចូលចិត្តរៀបរៀងខ្លួនឯងដោយប្រើពាក្យថាប៉ុន្តែខ្ញុំចង់ទៅផ្លូវនឹងដែរប៉ុន្តែខ្ញុំចង់ធ្វើរឿងនឹងដែរប៉ុន្តែខ្ញុំចង់ចេញពីនឹងដែរប៉ុន្តែអីគឺជាហេតុផលពិតប្រាកដសម្រាប់យើងព្រោះតែខ្លាចអត់ដូចចិត្តបានមិនព្រមធ្វើមិនព្រមទៅមិនព្រមទទួលផ្លូវជីវិតរបស់ពួកគេបើមិនសុវត្ថិភាព100%ទេគឺអត់ដើរជាដាច់ខាតទី6មនុស្សប្រភេទហ្នឹងរស់នៅអត់បានស្ងាត់ទេព្រោះជួយចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃមិនបានយើងដឹងថាខ្លួនឯងឥតខ្ចោះកើតតើតែយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃសិនយកមនុស្សគ្រប់គ្នាធ្វើជាសត្រូវដើម្បីតែការប្រកួតប្រជែងគិតថាការរស់នៅបែបហ្នឹងសុខមែនវគ្គបញ្ចប់គឺពិបាកតែខ្លួនឯងហ្នឹងធ្វើជាមនុស្សប្រភេទហ្នឹងstress ក៏ច្រើនបន្ទោសខ្លួនឯងក៏ច្រើនដាក់សម្ពាធខ្លួនឯងក៏ច្រើនក៏ធ្វើឲ្យយើងបាត់បង់ពេលវេលានិងឱកាសច្រើនដូចគ្នារងចាំពេលវេលាដែលស័ក្តិសមរងចាំឱកាសដែលស័ក្តិសមបានធ្វើវាធ្វើឲ្យយើងចំណាយពេលគិតច្រើនទៅអ្វីដែលយើងអត់គួរគិតចឹងហើយអ្នកទាំងអស់គ្នាបើដឹងថាខ្លួនឯងគឺជាមនុស្សប្រភេទហ្នឹងហើយគួរតែរកផ្លូវបញ្ឈប់ទៅព្រោះនៅលើโลกយើងហ្នឹងគ្មានពាក្យថាឥតខ្ចោះទេក៏គ្មានមនុស្សឥតខ្ចោះគ្មានមនុស្សណាដែលអត់មានកំហុសគ្មានមនុស្សណាដែលអត់ដែរបរាជ័យដែរតាមរកភាពឥតខ្ចោះពេកវគ្គបញ្ចប់ចាញ់អាត្មាយើងរស់នៅក្នុងទុកមួយហ្នឹងព្រោះតែយើងជាអ្នកបង្កវាដោយខ្លួនឯងមកយាយអ្នកទាំងអស់គ្នាគិតថាខ្លួនឯងជាមនុស្សប្រភេទហ្នឹងឬមួយក៏ធ្លាប់ស្គាល់មនុស្សប្រភេទហ្នឹងអត់កុំភ្លេចខមមិននៅខាងខំ